វត្តអារាមសាលារៀនមណ្ឌលសុខភាពផ្ទះពលរដ្ឋស៊ីវិលផ្សារលក់ដូរហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅភូមិតាមាន់សែនជ័យក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យសុទ្ធតែរងផលប៉ះពាល់ពីចំនួនប្រដាប់អាវុធទៅដល់ទីតាំងទាំងនោះដោយផ្ទាល់ក្រុមអ្នកសារព័ត៌មានសង្រេងចិត្តជាខ្លាំងទីដែលជាស្នូលនៃជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋនិងពោពេញទៅដោយសកម្មភាពរស់រវើកប្រែទៅជាលេងអ៊ូអរហើយកន្លែងជាច្រើនមានសភាពស្ងាត់ជ្រងំតែម្ដងបាត់ឈប់បាញ់មានហើយប៉ុន្តែសម្រាប់ពលរដ្ឋព្រំដែនសន្តិភាពហាក់ដូចជានៅឆ្ងាយដូចជើងមេឃពួកគេបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពហើយកូនត្រូវសិក្សានៅក្នុងតង់ឬថ្នាក់រៀនបណ្ដោះអាសន្នដែលខ្វះខាតទាំងសម្ភារៈនិងបរិយាកាសសមរម្យជាមួយគ្នានេះពលរដ្ឋមួយចំនួនត្រូវបោះបង់ការងារនិងអាជីវកម្មប្រចាំថ្ងៃដោយមិនអាចត្រឡប់ទៅលំនៅឋានឬកន្លែងធ្វើការដើមបានសកម្មភាពសេដ្ឋកិច្ចនិងជីវិតសង្គមដែលធ្លាប់ដំណើរការជាទៀងទាត់ត្រូវរអាក់រអួលឬផ្អាកខណៈពលរដ្ឋរស់នៅក្រោមភាពមិនច្បាស់លាស់និងការព្រួយបារម្ភអំពីជីវិតមិនលួសថ្ងៃទាំងផ្លូវកាយទាំងផ្លូវចិត្តពលរដ្ឋខ្មែរស៊ីវិលក៏ដូចជាជនជាតិខ្មែរទាំងមូលបន្តទទួលរងការរំគួនបង្ករឿងឥតឈប់ឈរតាមរយៈសកម្មភាពមិនស្មោះត្រង់របស់យោធាថៃនៅតាមតំបន់ព្រំដែនពួកគេប្រើប្រាស់លូប្រអប់ទូកុងតឺន័រនិងបន្លាលួសពាត់យកលំនៅឋាននិងទីតាំងមួយចំនួននៅលើដែនអធិបតេយ្យភាពកម្ពុជាតំបន់តាមាន់សែនជ័យក្នុងស្រុកបន្ទាយអំពិលជាតំបន់ក្តៅមួយនៃអំឡុងនៃការឈ្លានពានប្រដាប់អាវុធពីសំណាក់យោធាថៃស្រុកបន្ទាយអំពិលជាទីតាំងនៃសំណង់ស្ថាបត្យកម្មខ្មែរប្រាសាទតាមាន់តូចនិងប្រាសាទតាមាន់ធំដែលភាគីថៃចិញ្ចឹមចិត្តឈ្លានពានយកទៅគ្រប់គ្រងក្រោយពីយើងមានព្រឹត្តិការណ៍នៃការឈ្លានពានរបស់កងទ័ពថៃតាំងពីលើកទី1ដែលខ្ញុំជំនុំខាងដើមមិញថាយើងបានផ្អាកច្រករបស់យើងនេះគឺថៃបានផ្អាកដោយឯកតោភាគីក្នុងកំឡុងខែមិថុនាឆ្នាំ2025មកហើយរហូតទៅដល់យើងមានការផ្ទុះនៅសង្គ្រាមឈ្លានពានក្នុងកំឡុងខែកក្កដាហើយនឹងលើកទី2នៅក្នុងខែធ្នូនេះអ្វីដែលផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ជាលើកទី2នេះគឺការឈ្លានពានរបស់កងទ័ពសៀមគឺមានសភាពធ្ងន់ធ្ងរលើទឹកដីប្រជាជាតិកម្ពុជារបស់យើងហើយនិយាយដោយឡែកគឺនៅក្នុងទឹកដីខេត្តឧត្តរមានជ័យផ្ទាល់តែម្ដងប្រចាស់ដែលមិនអាចប្រកែកបានសង្គ្រាមដែលផ្ដើមបង្កដោយភាគីថៃបានឈានហួសបន្ទាប់ព្រំដែនឬតំបន់យោធាវត្តតាមាន់សែនជ័យជាកន្លែងដែលពុទ្ធបរិស័ទធ្លាប់មកបំពេញជំនឿស្វែងរកសេចក្តីស្ងប់និងកម្លាំងផ្លូវចិត្តបែរក្លាយជាកន្លែងដែលមានស្នាមបាក់បែកនិងមានរូបសញ្ញាជាច្រើនកន្លែងដែលបញ្ជាក់អំពីរណ្ដៅក្រមមួយលើកជាពីរលើកកម្លាំងគ្រាប់ផ្លោងយោធាថៃបានគុំតិចរោងសាលាឆាន់កំរាលបេតុងពុទ្ធបដិមាខូចខាតបន្សល់ស្លាកស្នាមគ្រាប់និងសំណល់គ្រាប់ផ្ទុះរាយប៉ាយជុំវិញបរិវេណវត្តលើសពីនេះការទម្លាក់គ្រាប់របស់យោធាថៃបានឆក់យកជីវិតអាចារ្យក្នុងវត្តនេះមួយរូបផងដែរចរិតវាធ្វើនេះគឺចរិតឈ្លានពានអំពើយងក្នុងប្រទេសគេអ្នកកាន់ពុទ្ធសាសនាដូចគ្នាសំបីតវត្តវាដែលជាវត្តវាចម្រុះពុទ្ធសាសនាតែវាអត់លើកលែងមានន័យថាពួកគាត់កាន់ពុទ្ធសាសនាដើម្បីឲ្យគេមើលទេទស្សនវិជ្ជាចិត្តរបស់គាត់អត់មានពុទ្ធសាសនានៅក្នុងចិត្តឡើយប្រមាណ400ម៉ែត្រពីវត្តគឺសាលាបឋមសិក្សាតាមុនសែនជ័យក៏មានសភាពដូចគ្នានេះដែរបន្ទប់រៀន6បន្ទប់រោងបណ្ដោះអាសន្នសាងសង់ថ្មីផ្ទះបាយបន្ទប់ទឹកនិងអាងចម្រោះទឹកសុទ្ធតែរងនៅការបំផ្លាញខណៈបរិវេណដែលកុមារធ្លាប់រត់លេងពោពេញដោយរណ្ដៅគ្រាប់និងសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបញ្ហាដែលសំខាន់នោះគឺសាលាអត់សាលាខូចខាតទាំងស្រុងជាងកូនសិស្សអត់មានអីរៀនចំពោះសាលារៀនគឺមិនមែនជាមូលដ្ឋានទើបទេបាទប៉ុន្តែមិនដឹងមិនសង្គ្រាម2ដងគឺពួកចោះឈ្លានពានសៀមគឺផ្លងចំបាញ់ចំតែគោលដៅសាលារៀនបាទគ្រប់ក្នុងបរិវេណសាលាទីធ្លាដីគ្រប់ធ្លាក់ជុំវិញ
បាទអញ្ចឹងនឹងថាគោលបំណងពួកគាត់នោះមានគោលបំណងមិនបងចង់បំផ្លាញកលិសិក្សារបស់កូនខ្មែរឬក៏មិនបងអត់ដឹង សាលារៀនគួរតែជាកន្លែងសុវត្ថិភាពសម្រាប់កុមារហើយការអប់រំមិនគួរក្លាយជាគោលដៅយោធាឡើយទោះជាយ៉ាងណាក្របផ្លោងបានបង្ខំឲ្យកុមារប្រមាណ200នាក់បោះបង់សាលារៀននិងរត់ភៀសខ្លួន បាទបារម្ភជាខ្លាំងចំពោះអនាគតរបស់កុមារដែលពួកគាត់ដែលនឹងមិនអាចជាអក្សរបើសិនជាការសង្គ្រាមមានការរ៉ាំរ៉ៃយូរអង្វែងទៀតអញ្ចឹងសិស្សានុសិស្សនឹងបាត់បង់ការសិក្សា 50% បាទការបង្រៀនទៅតាមជំរំគឺយើងមិនអាចបង្រៀនបានល្អទេដោយសារយើងសិស្សវាច្រើនអញ្ចឹងគ្រូវិតិចអញ្ចឹងយើងបង្រៀនតាមអ្វីដែលយើងអាចធ្វើបានតាមថ្នាក់ដឹកនាំក្រសួងមន្ទីរឲ្យគាត់ឲ្យធ្វើអ្វីដែលអាចធ្វើទៅបានបាទ ងាកទៅមណ្ឌលសុខភាពតាមមាន់សែនជ័យឯណោះវិញទំហំនៃការខូចខាតក៏មិនតិចនោះដែរដំបូលធ្លុះធ្លាយក្បឹងធ្លាក់រីប៉ាយគ្រឿងបរិក្ខារពេទ្យខូចខាតខណៈបុគ្គលិកត្រូវបានជំនះចេញទាំងអស់ វាជាអមនុស្សធម៌មកលើយើងហើយដូចវាលោភដល់ធំធេងវាលោភលើយើងវាអត់មានគោរពលែងសិទ្ធិមនុស្សអីជាស៊ីវិលអីអត់បើថាយោធានឹងយោធាទៅថៃបាញ់តែប៉ុន្តែយើងស៊ីវិលគាត់នៅតែបាញ់ដាក់យើងដែរយើងគាត់នឹងនិយាយចេញយ៉ាងម៉េចដូចវាឆ្អែតចិត្តបាទ មណ្ឌលសុខភាពសាលារៀននិងវត្តអារាមត្រូវបានចាត់ទុកថាជាទីតាំងស៊ីវិលដែលមានការការពារពិសេសតាមច្បាប់មនុស្សធម៌អន្តរជាតិការខូចខាតទ្រព្យសម្បត្តិសាធារណៈជាការប៉ះពាល់ដោយផ្ទាល់លើជីវិតនិងអនាគតរបស់ពលរដ្ឋស៊ីវិលតាមរបាយការណ៍អាជ្ញាធរផ្ទះពលរដ្ឋស៊ីវិលចំនួន880ខ្នងរងការខូចខាតរួមទាំងអគារសាធារណៈនិងឯកជនជាច្រើនទៀតក្នុងខេត្តឧត្តរមានជ័យផ្ទះនិងដីស្រែចម្ការពលរដ្ឋជាង200គ្រួសារត្រូវបានយោធាថៃព័ទ្ធយក ការឈ្លានពានការកាន់កាប់ដោយប្រើកម្លាំងយោធាគឺជាកិច្ចការដែលយើងមិនទទួលស្គាល់ហើយក៏មិនអាចទទួលយកបានដែរ ផលប៉ះពាល់លើពលរដ្ឋស៊ីវិលមិនបានបញ្ចប់ត្រឹមនេះឡើយសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅរាយប៉ាយតាមភូមិនិងដីស្រែចម្ការបន្តជាហានិភ័យដល់ជីវិតពលរដ្ឋមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជារាយការណ៍ថាផ្ទៃដីជាង 441,000 ហិកតាក្នុង340ភូមិមានពលរដ្ឋជាង 30,000 នាក់រងផលប៉ះពាល់ពីសំណល់សង្គ្រាមដែលនៅសេសសល់ពីចំនួនឆ្នាំ 2025